มือเปียมีกินไปเลยตรักโอนเลยจังนำไปไอ้เต้นี่มาเลี้ยงบาปแม่นำเลี้ยงบาปแม่นไอ้ใหญ่มีไอ้ใหญ่เต้ดิอีเอาเมียไหมไอ้ยัดโจรู้ป่ะพี่อะไรอันเมียนี่แล้วมอนี่มาเลี้ยงบาปแม่นใหญ่ปะไอ้มาเป็นไรไตรเลี้ยงปลาไต้ใหญ่อีอันเมียมาเลี้ยงได้เลี้ยงบาปยังไงจะไปไอ้ปุ่นไหนไต้ไหมอ๋อดิอันเอาบาปอันเลยมีอันบูนเลยเนี่ยซุ่มเย็บรับจะไต้มาไต้ไต้อะไรเต้สำคัญไอ้เนี่ยอันเบอร์อันรวบไอ้ตัวเนี่ยประมาณร้อยนะไอ้กรมเย็บรับไอ้ยังมันไอ้เคยไอ้ตัวเจนน่ะไม่เลี้ยงบาปตัวเจนเอาเลี้ยงรวยบาปเดียดจะอยู่นั่นเลี้ยงปลาป่ะไงล่ะเรามอนี่มอร้องมาเลี้ยงบาปnó băng năng men anh em dây blog men là cái thiên dây này cái dây đừng bẹ con mua ลี้ยง bạp dây đừng bẹ mua lâu bạp với anh ngọt bạp anh bạp được cái gì đây là bờ bọt bạp mua được rồi anh mà lên tây là mày ai gì ai lên tây ลี้ยง bạp cút này lên tây lên bạp là lên là mày ai gì giờ lên là mấy ở tây miền Pui dài mà đây ngọc lên tây đây nè tây mà tây hả tây xưa tao là tây là hố ra chứ ngon vậy món này lên tây đi ngọc lên tây tha tây lên tây đang lên tây á tây cái bài tiết ថ្ងៃនេះបងប្អូនក្មេងចាស់ប្រុសស្រីលោកតាលោកយាយលោកគ្រូអ្នកគ្រូមានលោកមីងមានលោកពូមកជួបជុំគ្នាមូលមីពីពេញហើយនៅជុំវិញគឺផ្ទៃទឹកលាតសន្ធឹងដ៏ធំល្វឹងល្វើយលាយឡំជាមួយនឹងខ្យល់អាកាសបរិសុទ្ធបក់មកត្រសៀកហើយមេឃក៏ស្រទុំទៀតនិយាយពីថាដូចមានក្តីសុខណាបងប្អូនអើយថ្ងៃនេះគឺថាក្រុមហ៊ុន Gensbert បានសហការគ្នាជាមួយរដ្ឋបាលខេត្តព្រមទាំងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានធ្វើព្រឹត្តិការណ៍មួយគឺយុទ្ធនាការប្រឡែងត្រីសម្រាប់អនាគតហើយនេះមិនមែនជាការទំនួលខុសត្រូវខ្ពស់របស់សង្គមនិងរបស់ក្រុមហ៊ុន Gensbert ប៉ុណ្ណោះទេប៉ុន្តែវាជាការរួមចំណែកយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការការពារនិងអភិរក្សធនធានជលផលដ៏មានតម្លៃរបស់យើងទាំងអស់គ្នាហើយយើងប្រឡែងត្រីថ្ងៃហ្នឹងគឺមិនមែនប្រឡែងតែកូនត្រីមេត្រីក៏យើងប្រឡែងដែរយើងប្រឡែងទាំងមេពូជយើងប្រឡែងទាំងកូនពូជមានពូជត្រីខ្លះខ្ញុំអត់ដែលស្គាល់ផងទេបងប្អូនអើយដូចជាត្រីក្រៃយក្សត្រីប្រាត្រីអណ្ដែងត្រីប្រលូងត្រីក្រៃត្រីគល់រាំងត្រីដំរីត្រីរាជត្រីខ្ជឹងត្រីឆ្លាំងត្រីខ្យាត្រីត្រសក់ត្រីកាហែអូត្រីច្រើនមុខពេកខ្ញុំបងវិលមុខបងប្អូនហើយយុទ្ធនាការនេះគឺគេធ្វើឡើងនៅរដូវដែលគេបាត់នេសាទហើយយុទ្ធនាការលែងត្រីនេះគឺដើម្បីបង្កើនធនធានត្រីនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍រួមរបស់សង្គមជាតិហើយនិយាយពីបងប្អូនយើងបានមកលែងត្រីយើងនិយាយពីសបាយរីករាយគ្រប់គ្នាបងប្អូនហើយគាត់ថាផ្លេចឈ្មោះត្រីអស់ហើយអ្នកខ្លះដាក់ឈ្មោះត្រីអាចយអាចអាចចែមិនណាណៃដល់ពេលប្រឡែងច្រើនពេកត្រូវគាត់ផ្លេចឈ្មោះត្រីគាត់មកសួរខ្ញុំថាខ្ញុំប្រឡែងមានត្រីឈ្មោះអីខ្លះខ្ញុំថាខ្ញុំដឹងទេដល់មកដាក់ឈ្មោះអីខ្លះផងហើយបងប្អូនយើងក៏បានទះដៃអបអរសាទរដល់ Gensbert ដែលមានរសជាតិឆ្ងាញ់លំដាប់ពិភពលោកនិងទទួលមេដាយមាសកម្រិតពិភពលោក2026ពីមុន Selection ស្រាបៀរ Gensbert មានរសជាតិឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតាហើយកម្មវិធីនេះគឺប្រព្រឹត្តទៅនៅភូមិតានីសង្កាត់រុនតាឯកក្រុងរុនតាឯកដែលជួរសែនខេត្តសៀមរាប